សួរពុកម៉ែបងប្អូនបាទអ្នកសូមការបង្ហាញចម្លាក់ដែលទើបសាងហើយថ្មីដូចជាស្រោបប្រភេទវិនុកបាទនេះរបស់បងប្អូននៅវត្តកំផ្ទាល់លោកចង់បានមួយអង្គចាញ់មានបលាំងពេជ្រសាងពីស្នែងក្បីឃ្លៀចបាទជាមួយនឹងខ្សែកបាទខ្សែកនេះយើងសាងពីស្នែងក្បីខ្មៅបត់ធ្លុះតែគូធ្លុះនោះធ្លុះមួយខាងអត់មួយខាងស្ដើងហ្នឹងលត់ថ្មខ្មៅឆ្លាក់បំបីបាច់ផ្កាអញ្ចឹងបាទឈុតបាទនេះបោះពុកមីម្នាក់តែគាត់មើលក្នុងប៉ុនសបផ្សាយហ្នឹងគាត់ចង់បាណាចុះរុនយ៉ាគាត់ធំចុះនេះខ្ញុំបាទចុះបានត្រឹមបលាំងទេបើដល់តួព្រះអង្គមិនចុះអញ្ចឹងណាភាសាគាត់សុំចុះត្រឹមតួបលាំងអញ្ចឹងខ្ញុំចុះជាងគាត់តែបើគាត់ស្នំពោខ្ញុំចុះដល់លើហ្នឹងខ្ញុំចុះឲ្យដែរបាទនេះគាត់យកចុះកថាព្រះអង្គដែរចំណែកតួអង្គនេះសាងពីស្នែងក្បីខ្មៅបត់ធ្លុះទាំងអស់ណាតួអង្គនេះបើចំណែកទុកខ្ញុំមួយទៀតបាទចំណែកទុកទៀតចម្លាក់គុណពុកម៉ែនិងគ្រូហ្នឹងអាហ្នឹងមានស្នែងហ្នឹងបាទហើយមានបាទនេះស្នែងបាទនេះខ្ញុំថតបាទនេះស្នែងហ្នឹងផ្នត់តវ៉ៅហ្នឹងបាទនេះផ្នត់តវ៉ៅនៃធ្លុះហ្នឹងបើយើងបានមកទាំងក្បាលណាបាទទាំងក្បាលយើងជាប់ជាមួយនឹងស្នែងយើងពិនិត្យមើលស្នែងយើងពិនិត្យមើលចំណុចធ្លុះនៅខ្ញុំនេះខ្ញុំពាក់នេះខាងនេះបាទស្រាងនេះគាត់សាងបងអូនគាត់មើលចំណេះធុកខ្ញុំថ្មីហ្នឹងគាត់មិនសូវស្គាល់ទេខ្ញុំសូមជម្រាបទូប៉ុណ្ណឹងបាទតួអង្គមានពុតខ្វមចំនួន4អង្គបាទនេះឧបកុតមួយអង្គឈ្មោះស្រួយស្អាតចាញ់មានមួយអង្គហើយនឹងតួអង្គខ្យាយណៈនេះមួយអង្គនេះសាងពីបាទវ៉ក្លូតនឹងសាច់ស្ទប់នេះយើងសាច់យើងក្វាមវ៉ក្លូតបាទពុតខ្វមបាទដៃ8ធំហើយនេះក្មួនពុកម៉ែបងប្អូនណាចង់បានក្មួនទៅលាបចម្លាក់លាបតួអង្គឬចកោមខ្នាយអីណាទៅលើកប្រឡងក្មួននេះបាទលងក្រអូបបាទលាបទៅឲ្យមានជាតិសំណើមការពារព្រះការពារបែកណាជួយមានសំណើមដល់កណ្ដាលរបស់ការស្ងួតខ្លាំងទៅវាការមានផ្ទាត់មានព្រះនៅស្នាមអញ្ចឹងហើយអញ្ចឹងពុកម៉ែបងប្អូនចង់អំណងចង់ថែសារតួអង្គបាទដែលខ្ញុំបានបង្ហាញនេះបាទមានពុទ្ធខ្វមចាញ់មាឧបកុតនិងកចាយណៈបាទបងប្អូនមានណាចាំបាទចូល Telegram មកអរគុណច្រើនបងប្អូនវីដេអូមានប៉ុណ្ណឹងទាំងកម្មបង្ហាញហើយបងប្អូនដែលមិនទាន់ចុច Subscribe សូមជួយ Subscribe ជាអ្នកដឹងស្រាប់តាមដានអូនខ្ញុំសូមជម្រាបលា